Hello អ្នកនាងខ្ញុំគេអូទៅđâyខ្ញុំមកសម្រាប់រឿងលោកគ្រូរូបចិត្តយើងភាគទី2ឥឡូវកុំឲ្យសាំតប៉ែយូរចូលសាច់រឿងរបស់យើងឡើយទៅសាច់រឿងរបស់យើងចាប់ផ្ដើមឡើងបន្តកាលពីភាពមុននៅពេលដែលសិស្សទី2របស់អាចារ្យមសៀតសានស៊ីបានចូលមកពេលនោះអាសានស៊ីបានគិតឡើងថាវាគួរតែមើលមីអូននឹងបន្តិចសិនបន្ទាប់មកវាបានគិតឡើងថាសិស្សទី2របស់វាគឺជាមីងធានយោងទៅតាមការចងចាំរបស់អាចារ្យមសៀតសានស៊ីវាបានគិតឡើងថាមីងធានគឺជាសិស្សទី2របស់វាហើយក៏ជាមនុស្សដែលមានចិត្តទន់ភ្លន់ផងដែរប៉ុន្តែជាអកុសលមីងធានមិនសូវមានដងក្នុងការវឹកហាត់ឡើយតែកុសលរបស់នាងត្រឹមតែថ្នាក់កណ្ដាលតែប៉ុណ្ណោះយោងតាមការចងចាំរបស់អាសិនស៊ីវាបានគិតឡើងថានៅក្នុងសាច់រឿងដើមមីអូនមីងធានត្រូវបានអាចារ្យមសៀតសានស៊ីវាយរហូតដល់ស្លាប់អានេះខូចភ្នែកឯងស្រីឡើងស្អាតវាយសម្រាប់ចោលឯងអើយឯងបន្ទាប់មកអាចារ្យមសៀតសានស៊ីបានគិតឡើងទៀតថាឥឡូវហ្នឹងទោះឲ្យភ្នែករបស់អាចារ្យរបស់វាសម្លឹងមើលតែឃើញស្អីនៅពេលដែលអាចារ្យមសៀតសានស៊ីបានបើកទ្វារយើងបានឃើញថាមីអូនមីងធានកំពុងតែអោនក្បាលគោរពអាចារ្យមសៀតសានស៊ីបន្ទាប់មកអាសានស៊ីបានប្រាប់ឲ្យមីអូនមីងធានងើបឡើងនិយាយថាភ្នែកអ្នកមើលនឹងមើលស្អីគេមើលអាសិនស៊ីនិយាយក៏មើលមីអូនមីងធានបន្ទាប់មកនាងក៏បានងើបឡើងហើយបាននិយាយទៅកាន់អាចារ្យមសៀតសានស៊ីថាលោកម្ចាស់ស៊ីងសែនថាងបានអញ្ជើញអាចារ្យមសៀតសានស៊ីទៅធ្វើស្អីមិនដឹងទេប្រហែលកាត់កវាចោលក៏មិនដឹងពេលដែលអាចារ្យមសៀតសានស៊ីបានឃើញមីអូនមីងធានហើយវាបានគិតថារាងកាយល្អអូខេឯងរកចិត្តចុយមកនេះបន្ទាប់មកអាចារ្យមសៀតសានស៊ីបានគិតឡើងថាស៊ីងសែនថាងគឺជាអ្នកគ្រប់គ្រងរបស់សានដេញសៀវសនហើយវាក៏បានសុំសម្បត្តិអញ្ជើញពីមីអូនមីងធានបាននិយាយឡើងទៀតថាការអញ្ជើញនោះមិនទាន់ផ្ញើមកទេពេលនោះមីអូនមីងធានបានគិតឡើងថាចប់ហើយដោយសារតែមីអូនមីងធានបានខកអាចារ្យមសៀតសានស៊ីនាងខកហ្នឹងនាងគ្រាន់តែចង់ការពារប្អូននាងទេអាសានស៊ីចាត់ចម្រិតមកចឹងណាអាហ្នឹងវាថោកបន្ទាប់មកមីអូនមីងធានបានគិតថាសិស្សដែលមានជំនាញដាំដុះអនដូចជានាងបើសិនជាអាសានស៊ីខឹងវាអាចនឹងសម្លាប់បានគ្រប់ពេលបន្ទាប់មកអាចារ្យមសៀតសានស៊ីបានគិតឡើងថាវាដឹងថាមីអូនមីងធានបានកុហកវាព្រោះថាមីអូនមីងធានចង់ការពារមីអូនយូលីងបន្ទាប់មកវាបាននិយាយទៀតថាហេតុអ្វីបានជាសិស្សរបស់វាល្ងងយ៉ាងនេះបន្ទាប់មកឪពុកក្តោសានស៊ីបានធ្វើនិយាយឡើងថាឥឡូវហ្នឹងយកមីអូនយូលីងទៅវិញទៅវាទុកពេលឲ្យតែម្ដងនឹងទេមីអូនមីងធានគាត់ទៅលើប៉ុណ្ណឹងសប្បាយចិត្តខ្លាំងមែនតើហើយក៏បាននិយាយថាយល់ព្រមលោកម្ចាស់ផងដែរទៅកាន់អាចារ្យមសៀតសានស៊ីបន្ទាប់មកអាសានស៊ីបាននិយាយថាលើក្រោយកំលុតជង្គង់នៅមុខវាបែបហ្នឹងទៀតគ្រាន់តែនិយាយជាមួយវាធម្មតាទៅបានហើយបន្ទាប់មកយើងបានឃើញថាមីអូនមីងធានបាននាំមីអូនយូលីងទៅវិញបន្ទាប់មកយើងឃើញថាអាសិនស៊ីឈប់ម្នាក់ឯងហើយវាបានគិតឡើងថាចរិតដើមរបស់អាសិនស៊ីគឺអាក្រក់ខ្លាំងណាស់អញ្ចឹងហើយបានគិតថាវាត្រូវតែធ្វើរឿងច្រើនទៀតដើម្បីឲ្យកូនសិស្សរបស់វាទុកចិត្តទៅកាន់វាហើយវាបាននិយាយទៀតថាវាត្រឡប់ទៅធ្វើជាគ្រូដ៏ល្អវិញហើយនឹងបង្រៀនសិស្សវាពីរបៀបដាំដុះពេលដែលវាគិតហើយវាក៏បានឈរយ៉ាងសង្ហាលយខ្លាំងមែនតើអនាគតវាមិនដំអត់កដាបាទេមើលបន្ទាប់មកយើងបានឃើញថាមីអូនមីងធានបានសម្លឹងទៅមើលអាកាន់អាចារ្យមសៀតសានស៊ីផងដែរនឹងមិនមែនគេហៅថា look of loveពេលនោះមីអូនយូលីងក៏បានសួរទៅកាន់បងវាថាថៃបងមួយហ្នឹងលុយឆ្លាញ់លោកគ្រូមិនមុខឡើងក្រហមចឹងណាបន្ទាប់មកសាច់រឿងរបស់យើងបានកាត់ដល់នៅពេលអាសានស៊ីឡើងលើភ្នំហើយពីបានគិតឡើងថាចំការនេះហើយដែលបានជួយទៅកាន់តួឯកវាត្រូវទៅយកនេះមុនគេដើម្បីកុំឲ្យមានអ្នកផ្សេងយកបានមុនវានៅពេលដែលអាសានស៊ីរបស់យើងនឹងវាឡើងទៅដល់លើភ្នំត្រូវតែវាខឹងខ្លាំងមែនតើពួកឯងមានកប់កំពុងតែស៊ីអសត់របស់វាចឹងហើយយើងបានឃើញថាអាសានស៊ីរបស់យើងរត់ដេញវាយកប់ខ្លាំងមែនតើអានេះវាសំបីតែកប់ក៏វាឆ្លុះជាមួយដែរហើយអាសានស៊ីបានផើថាមកពលវេទមន្តស្នៀតដាវរបស់វាហ្នឹងដើម្បីចាត់ការទៅកាន់ពួកអាកុកចំសៀតដែលបានលុយដំណាំរបស់វាអំបញ្ញមិញហើយវាក៏បានសួរទៅកុកនោះទៀតថាហែងស៊ីវ៉ាញហើយអាចចង់រត់ទៅណាបន្ទាប់មកអាសានស៊ីក៏បានធ្វើស្និទ្ធដែរនឹងដើម្បីរៀបរៀងពួកអាកុកនឹងកុំឲ្យហត់រត់ចឹងទៅបន្ទាប់មកយើងបានឃើញថាអាសានស៊ីអង្គុយតែឯងលោតែឯងរឿងកុកនឹងស៊ីដំណាំមកវាអស់ចឹងណាវាធ្វើឲ្យវាខឹងខ្លាំងបន្ទាប់មកអាសានស៊ីបាននិយាយទៀតថាពួកឯងកុំស៊ីដំណាំរបស់អញគាត់ធ្វើជាអាហារពេលល្ងាចរបស់ពួកឯងហើយបន្ទាប់ពីផ្ទៀងប្រហែលថ្ងៃមកខ្ញុំផ្ដាសាយទៅខ្ញុំបញ្ចូលសលេងមួយដើរចឹងវាអាចនឹងអត់សូវច្បាស់ឬក៏និយាយទៅយ៉ាងកងួយខ្ញុំ sorry ខ្លាំងមែនតើតែឥឡូវចូលទៅរឿងខ្ញុំតទៀតឯនោះអាសានស៊ីវាក៏បានប្រើត្រាបកាដើម្បីហៅគេឲ្យឡើងមកលើចំការលើភ្នំរបស់វាឃើញថាអាសិនស៊ីមុខវាដូចជាមនុស្សបែកថ្នាំអញ្ចឹងមួយសន្ទុះក្រោយមកយើងសតតែឃើញមានមនុស្សជាច្រើនមករត់ឡើងលើចំការលើភ្នំរបស់អាចារ្យមសៀតសានស៊ីហើយវាបាននិយាយថាលបឿននឹងរឿងកាយរបស់ពួកគេពិតជាខ្សោយខ្លាំងពេកហើយវាបាននិយាយថាព្រឹកស្អែកវានឹងបង្រៀនពួកគេពីរបៀបបង្ហាញបន្ទាប់មកយើងសតតែឃើញពួកមីអូន3ក្បាលនឹងរត់ឡើងមកយ៉ាងហត់ខ្លាំងមែនទែនពួកអាចារ្យមសៀតនេះនឹកឃើញសុកហៅគ្នាមកចឹងហើយវាក៏បាននិយាយទៅកាន់ពួកមីអូនទាំងអស់នឹងថាឥឡូវសម្រួលខ្លួនសិនមើលនិយាយធម្មតាមួយវាមើលដល់ទៅហើមស្រួលណាតិចដាច់ខ្យល់ហើយពេលនោះអាចារ្យមសៀតសានស៊ីក៏បានកលៃឃើញមីអូននឹងកំពុងតែលុតជង្គង់នៅខាងមុខវាចឹងហើយវាក៏បានប្រាប់ឲ្យមីអូននឹងងើបឡើងបន្ទាប់មកមីអូននឹងក៏បានងើបចូលហើយនាងក៏បានងើបឡើងហើយយើងមើលទៅរឿងរបស់នាងទៅពិតជាមែនតើមើលយ៉ាងចឹងអាសានស៊ីធ្វើបាបទៀតអត់ជំនបន្ទាប់មកអាសានស៊ីវាក៏បានគិតឡើងថានាងមានឈ្មោះថាហានសៀវប៉ៃហើយនាងមានចំណេញក្នុងការវឹកហាត់កម្រិតកណ្ដាលហើយនាងគឺជាសិស្សម្នាក់ក្នុងចំណោមសិស្ស4នាក់របស់អាចារ្យមសៀតសានស៊ីហើយវាបាននិយាយថារាងកាយរបស់មីអូនសៀវប៉ៃគឺជារាងកាយពិសេសមែនតើអាសានស៊ីគិតដូចខ្ញុំតែអញ្ចឹងក៏គាត់ថាវាពិសេសមកអាសានស៊ីបានគិតទៀតថា
ក្នុងរឿងអាសានស៊ីបានធ្វើបាបនាងខ្លាំងមែនទែនហើយនាងគឺជាឧបករណ៍ដែលអាសានស៊ីបង្ហាញពីការខុសខើរបស់វារបៀបថាក្នុងរឿងហ្នឹងអាសានស៊ីវាធ្វើបាបមីអុននឹងខ្លាំងប៉ុន្តែមួយនេះមិនមែនជាអាសានស៊ីពិតប្រាកដទេអាសានស៊ីនេះជាអ្នកនិពន្ធរឿងហ្នឹងចឹងវាចូលមកក្នុងហ្នឹងដើម្បីជំនួសរឿងកាយរបស់អាសានស៊ីអូខេយល់អត់យល់ទេអត់ទៅសំខាន់ខ្ញុំក៏អត់យល់ដែរ and បន្ទាប់មកអាសានស៊ីបានគិតឡើងទៀតថាប៉ុន្តែរាងកាយរបស់មីអុននេះពិតជាល្អខ្លាំងមែនទែនក្នុងការវឹកហាត់ហើយវានឹងបណ្ដុះបណ្ដាលមីអុនហ្នឹងរហូតដល់ខ្លាចជាអ្នកវឹកហាត់អូខេឯងបណ្ដុះដល់របៀបណាពេលនោះអាសានស៊ីក៏បាននិយាយចេញមកខាងក្រៅហើយវាបាននិយាយថាពួកសត្វល្ងងទាំងអស់នេះបានស៊ីអសតដ៏មានតម្លៃរបស់វាហើយវាក៏បានសួរថាអាណាគេនៃយើងម្ល៉េះនឹងបានយើងភ្លើឲ្យសត្វមកស៊ីកន្លែងមកវាអស់ចឹងហើយពួកមីអុនបើទៅនឹងពិតជាភ័យខ្លាំងមែនតើព្រោះអីនាងដឹងថាចរិតរបស់អាសានស៊ីហ្នឹងវាមិនសូវគ្រប់ទឹកបន្ទាប់មកអាចំអាសានស៊ីក៏បានសួរទៅកាន់ពួកមីអុនទាំងអស់ហ្នឹងថាថៃបាននិយាយជាមួយវាអាណានិយាយជាមួយឯងបើមិនសូវគ្រប់ទឹកផងហ្នឹងប៉ុន្តែមួយសន្ទុះក្រោយមកវាក៏នឹកឃើញថាអ្នកដែលយាមជាការរបស់វាហ្នឹងគឺជាសោះធំរបស់វាប្រៀបថាសោះដំបងរបស់វាចឹងណាហើយនេះគឺជាសោះទី1របស់អាចំអាសានស៊ីរបស់យើងហ្នឹងវាថាសោះដំបងវាចឹងណានិយាយថាផ្កានោះស្អាតហើយធំទៀតហើយសោះដំបងរបស់អាចំអាសានស៊ីហ្នឹងមានឈ្មោះថាដងយូលីបន្ទាប់មកអាសានស៊ីក៏បានគិតឡើងថាវាចាំហើយថាដងយូលីហ្នឹងជាអ្នកយាមសួនឆ្នាំរបស់វាប៉ុន្តែមីអូនដងយូលីត្រូវបានវារបួសព្រោះអីអាចំអាសានស៊ីរបស់យើងហ្នឹងវាបានដាក់ទីរោទកម្មទៅកាន់តែពេលនោះយើងសាកទៅលើសោះទាំង3របស់អាចំអាសានស៊ីបានប្រាប់អាសានស៊ីហ្នឹងលើកលែងទោសឲ្យមីអូនយូលីទៅបន្ទាប់មកពួកម៉ោន3ហ្នឹងបាននិយាយថាបងស្រីថងមកផ្ញើខ្ញុំឲ្យមកចំការនេះប៉ុន្តែខ្ញុំភ្លេចឥឡូវហ្នឹងលោកគ្រូឲ្យដាក់ទោសខ្ញុំជំនួសគាត់បដ ாய் ទៅប៉ុន្តែពេលហ្នឹងអាសានស៊ីក៏បានស្អីទៅកាន់សើវាទាំង3នោះថាអើយរំខានចុយម៉ែបន្ទាប់មកវាក៏បាននិយាយស្ដីឲ្យកូនសិស្សរបស់វាថាឥឡូវហ្នឹងចង់បរៀនវាមែនអានេះភ្លើគេប្រាប់សោះថាគេបរៀនប៉ុន្តែមានអារម្មណ៍ថាប្លង់ស្អាតប្លង់យ៉ាងស្អាតបន្ទាប់មកវាបានដេញទៅកាន់ពួកមីអុនទាំងអស់ហ្នឹងឲ្យទៅធ្វើការងាររបស់ពួកមីអុនទាំងអស់ហ្នឹងទៅហើយវាបាននិយាយទៅថាវាត្រូវតែធ្វើអ្វីបានមកចោតទូវាមិនបានដាក់ទោសពួកមីអុនហ្នឹងក៏ដោយពួកមែនអើខុសស្ដាប់ហើយសុំហៅមីអុនតែកុំឲ្យហៅពួកយ៉ាងខុសស្ដាប់បន្ទាប់មកស្អីរឿងរបស់យើងបានកាត់មកដល់កន្លែងនេះហើយយើងបានឃើញថាអាស៊ានស៊ីបានឈរសម្លឹងមកអារីវិតមុនបន្ទាប់មកវាក៏បាននិយាយប្រាប់អ្នកមើលថានៅក្នុងម្ដុំអារីទី2គឺមានការប្រមូលផ្ដុំវិញ្ញាណហើយធម្មពលវិញ្ញាណដែលមាននៅក្នុងអារីទី2នេះគឺមានច្រើនជាងខាងក្រៅរហូតដល់2ដងបន្ទាប់មកអាសានស៊ីបានកាត់ឡើងថាហេតុអ្វីចាងយូលីននិងអ្នកដទៃទៀតព្យាយាមរស់នៅក្នុងអារីទី1ហេតុអ្វីពួកគេបានចង់រស់នៅតំបន់ទី2ម្ដងនិយាយតំបន់ម្ដងនិយាយអារីអញ្ចឹងចុយអ្នកមើលនឹងវល់ខួបបណ្ណានោះបន្ទាប់មកយើងបានឃើញថាអាសានស៊ីបានកាត់ឡើងថាវាគួរតែទៅមើលរបួសរបស់មីអុនដងយូលីបន្ទាប់មកវាបានគិតទៀតថាតាមការចងចាំរបស់វាពីក្នុងសភៅប្រហែលជារបួសហ្នឹងមិនសូវជាធ្ងន់អីណានោះទេហើយពេលនោះអាចំអាសានស៊ីក៏បានបើកទ្វារទៅស្រាប់តែឃើញមីអុនដងយូលីកំពុងតែងូតទឹកហើយក្នុងរបស់នាងមានស្នាមរបួសច្រើនខ្លាំងមែនតើមើលតែក្នុងបាននេះវាមិនមើលអីផ្សេងបន្ទាប់មកយើងបានលឺមីអុនយូលីបានស្អីហៅលោកគ្រូអញ្ចឹងទៅយើងមើលមុខអាសានស៊ីទៅគ្នានឹងភ័យខ្ប៉ុណ្ណាទេបាទភ័យខ្លាំងហ្មងបន្ទាប់មកមីអុនយូលីបាននិយាយថានាងសុំទោសវាជាកំហុសរបស់នាងដែលនាងមិនដឹងថាអាចំស៊ីហ្នឹងបានចូលមកអញ្ចឹងហើយនាងបានប្រាប់អាចំស៊ីសានស៊ីចេញសិនទៅបន្ទាប់មកអាចំស៊ីសានស៊ីបានបិទទ្វារឲ្យធ្វើមុខយ៉ាងមាំខ្លាំងមែនតើបន្ទាប់មកអាចំស៊ីសានស៊ីបាននិយាយថាគ្មានការសោកស្ដាយក្នុងជីវិតនោះទេហើយវាបាននិយាយថាតើសុភមង្គលជាអ្វីទៅហើយវាបាននិយាយទៀតថាតើសុភមង្គលប្រៀបដូចជាឆ្មាស៊ីត្រីឆ្កែស៊ីសាច់ហើយប្រុសស្អាតរុញមើលស្រីស្អាតងូតទឹកតែមែនទេគុំនៅតែមួយនេះរកចិត្តចយមកមើលប៉ុន្តែពេលនោះអាសានស៊ីវាក៏បាននឹកឃើញដល់ស្នាមលើខ្នងរបស់មីអូនយូលីហើយវាពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើដើម្បីដែលបានឃើញស្នាមលើខ្នងរបស់មីអូនយូលីហើយមិនបាច់ភ្ញាក់ផ្អើលទេហើយថ្ងៃនេះវាយបន្ទាប់មកវាក៏បានគិតឡើងទៀតថាកុំបារម្ភបញ្ហាមួយនេះវានឹងមិនកើតឡើងទៀតឡើយហើយយើងកាត់ចូលដល់កន្លែងមីអូនយូលីក៏មកទៅងុយទឹកនោះវិញហើយមីអូននឹងបានគិតថាអាចោមស៊ីសាំងស៊ីនឹងបានឃើញរាងកាយរបស់នាងហើយតែនាងគួរធ្វើអ្វីបន្ទាប់មកនាងបានគិតឡើងទៀតថាតើអាចោមស៊ីសាំងស៊ីនឹងធ្វើអ្វីអាក្រក់ដល់នាងដែរឬទេកុំភ័យអូនស្រីនាងបងការពារហើយពេលនោះយើងស្រាប់តែឃើញអាចោមស៊ីសាំងស៊ីបានបើកទ្វារចូលមកហើយស្អីរឿងរបស់យើងក៏បានជាប់ថែមនឹងផងដែរបើចង់ដឹងថាពេលក្រោយមានរឿងអ្វីកើតឡើងចាំមើលទៅ